រួមភេទតែម្ដងគត់ជាមួយអ្នកមានជំងឺស្វាយគឺមានហានិភ័យឆ្លងរោគរហូតដល់ 30% ជំងឺស្វាយជាជំងឺកាមរោគដែលបង្កឡើងដោយមេរោគបាក់តេរីដែលមានឈ្មោះថា Treponema pallidum ជំងឺនេះគឺឆ្លងតាមរយៈការប៉ះពាល់ប្រដាប់ភេទតាមការរួមភេទដោយប្រើមាត់តាមរយៈទ្វារមាសរន្ធគូតនិងតាមរយៈការប៉ះពាល់ស្បែកនឹងស្បែកប៉ះពាល់ដំបៅស្វាយដែលកំពុងតែមានការបង្ករោគនិងឆ្លងពីម្ដាយទៅកូនជុំវិញកំណើតដែលអាចបណ្ដាលឲ្យមានការឆ្លងស្វាយពីកំណើតគ្រាន់តែរួមភេទជាមួយអ្នកមានជំងឺស្វាយតែម្ដងគត់នោះនឹងមានហានិភ័យឆ្លងរោគរហូតដល់ 30% ហើយឆ្លងពីម្ដាយទៅកូនវិញគឺមានហានិភ័យ 60 ទៅ 80% ជំងឺស្វាយនៅពេលដែលបានឆ្លងចូលក្នុងខ្លួនយើងហើយមិនបានទទួលការព្យាបាលត្រឹមត្រូវនោះទេវានឹងធ្វើការវិវត្តទៅជាច្រើនដំណាក់កាលដំបូងរយៈពេលក្រោយឆ្លងរហូតដល់ចេញរោគសញ្ញាអាចមានគម្លាតពី3ទៅ4សប្តាហ៍ក្រោយពីការឆ្លងរោគអ្នកខ្លះអាច1សប្តាហ៍អ្នកខ្លះទៀតក៏អាចយូរជាងនេះទៅទៀតរហូតដល់13សប្តាហ៍រោគសញ្ញាដែលសំខាន់ជាងគេយើងងាយស្រួលសម្គាល់នោះគឺមានចេញជាដំបៅ chancre នៅកន្លែងដែលមេរោគបានឆ្លងចូលដំបៅនោះគឺមានលក្ខណៈមិនឈឺចាប់បាតរបស់វាស្អាតនិងរឹងពេលច្របាច់នឹងមានចេញសារធាតុរាវថ្លាឡើងកូនកណ្ដុររឹងរីកធំគ្មានការឈឺចាប់ជាទូទៅដំបៅទាំងនោះអាចនឹងឃើញកើតមាននៅគ្រប់កន្លែងហើយកន្លែងដែលអាចនឹងកើតមានញឹកញាប់ជាងគេនោះគឺនៅក្នុងបបូរមាត់អណ្ដាតម្រាមដៃទ្វារមាសមាត់ស្បូនលឹងរន្ធគូតនិងចុងពោះវៀនធំក្នុងដំណាក់កាលនេះតួអ្នកជំងឺមិនបានទទួលការព្យាបាលឬក៏ព្យាបាលហើយក៏ដោយដំបៅនេះនឹងបាត់ទៅវិញក្នុងរយៈពេល3ទៅ12សប្តាហ៍ក្រោយហើយអ្នកជំងឺដូចជាមានសុខភាពល្អឡើងវិញនេះគឺជារោគសញ្ញាជំងឺស្វាយនៅដំណាក់កាលទី2រោគសញ្ញានោះគឺផ្ដើមនៅសប្តាហ៍ទី6ទៅទី12ដែលបន្ទាប់ពីចេញរោគសញ្ញាស្វាយនៅដំណាក់កាលទី1រួចរាល់សញ្ញាដែលងាយស្រួលសម្គាល់ជាងគេនោះគឺនៅពេលដែលមេរោគបានឆ្លងចូលមកហើយគឺបណ្ដាលឲ្យមានចេញជាដំបៅនៅលើរាងកាយមានរលាកស្បែកកន្ទួលក្រហមនៅលើស្បែកបែកស្រកាកន្ទួលនៅលើបាតដៃបាតជើងនិងនៅលើភ្នាះមួយកឺមានហើមកូនកណ្ដុរជ្រុះសក់ទំពែកសក់ក្បាលហ្នឹងម្ដុំហើយមានដុសសាច់ដុំពកដែលមានផ្ទៃរាបស្មើរាងមូលហើយពណ៌របស់វាគឺមានពណ៌ផ្កាឈូកពណ៌សឬក៏ប្រផេះដែលកែមនៃដំបៅនេះគឺមានពណ៌ក្រហមហើយវាច្រើនកើតនៅកន្លែងដែលសើមអាចមានរោគសញ្ញាលើសរីរាង្គផ្សេងៗទៀតប៉ុន្តែវាមិនសូវជួបប្រទះញឹកញាប់នោះទេរោគសញ្ញាដែលជួបញឹកញាប់ផងដែរនោះគឺមានគ្រុនក្តៅមិនឃ្លានចំណីអាហារចង្អោរឬក៏អស់កម្លាំងហិតល្ហៃរោគសញ្ញារួមផ្សំដែលអាចមានផងដែរនោះគឺមានការឈឺក្បាលដោយសារតែមានការរលាកស្រោមខួរក្បាលមានថ្លង់ហឹងត្រចៀកដោយសារតែមានការរលាកត្រចៀកធីងធំវិលមុខស្រវាំងភ្នែករលាកភ្នែកនិងឈឺឆ្អឹងដំបៅនេះនឹងបាត់ទៅវិញក្នុងរយៈពេល2ទៅ3ថ្ងៃក្រោយខ្លះអាចច្រើនសប្តាហ៍និងច្រើនខែប្រសិនបើយើងមិនបានព្យាបាលត្រឹមត្រូវនោះទេមេរោគស្វាយនឹងវិវត្តទៅជាដំណាក់កាលសំងំដែលយើងហៅថាស្វាយក្រាបរោគសញ្ញាជំងឺស្វាយនៅដំណាក់កាលសំងំឬក៏យើងហៅថាស្វាយក្រាបដំណាក់កាលនេះផងដែរអ្នកជំងឺគឺគ្មានស្ដែងចេញជារោគសញ្ញាអ្វីនោះទេគឺពេលនេះជាពេលមួយដែលមេរោគវាបានឆ្លងចូលហើយគឺវាសំងំលាក់ខ្លួនដែលអាចប៉ះពាល់ទៅដល់សរសៃអាអកឬក៏ខួរក្បាលនិងសរីរាង្គផ្សេងៗទៀតដំណាក់កាលស្វាយសំងំឬក៏យើងហៅថាស្វាយក្រាបថ្មីគឺមានរយៈពេលតិចជាង1ឆ្នាំនិងក្រោយពីការឆ្លងរោគសំងំបានយូរហើយគឺមានរយៈពេលលើសពី1ឆ្នាំទៅជំងឺស្វាយដំណាក់កាលចុងក្រោយឬក៏យើងហៅថាស្វាយធ្ងន់ធ្ងរចាប់ពីស្វាយសំងំគឺមានរយៈពេល2ឆ្នាំទៅ50ឆ្នាំនៅដំណាក់កាលនេះផងដែរគេបានធ្វើការបែងចែកជា3ដំណាក់កាលទៀតគឺទី1 benign tertiary syphilis ទី2គឺ cardiovascular syphilis ទី3គឺ neurosyphilis ដែលមានជាលក្ខណៈដំបៅធំជ្រៅដែលមានមេរោគវាអាចនឹងស៊ីដាច់សាច់ដំបៅដែលដំបៅទាំងនោះអាចមាននៅលើចិញ្ចើមច្រមុះនិងមាត់ប្រសិនបើព្យាបាលវាឲ្យជាវានឹងបន្សល់ទុកនៅស្នាមសម្លាក់ជាច្រើននិងអាចធ្វើឲ្យមានការពិការភាពអាចប៉ះពាល់ទៅដល់ឆ្អឹងរលាកឆ្អឹងបេះដូងសរសៃឈាមនិងសរសៃអាអកអាចប៉ះពាល់ផងដែរទៅដល់ប្រព័ន្ធប្រសាទកណ្ដាលប្រព័ន្ធប្រសាទជីខាងខួរនិងខួរឆ្អឹងខ្នងអាចប៉ះពាល់ទៅដល់ភ្នែកធ្វើឲ្យអ្នកជំងឺមានការងងឹតភ្នែកតើជំងឺស្វាយព្យាបាលជាដាច់ដែរឬទេស្វាយព្យាបាលជាដាច់
ប៉ុន្តែនៅពេលដែលព្យាបាលជាដាច់ត្រឹមត្រូវហើយក៏ដោយបើយើងនៅតែទៅរួមភេទជាមួយអ្នកដែលមានផ្ទុកមេរោគស្វាយនោះវានឹងឆ្លងមកជាថ្មីទៀត